ក្រោយដែលស្វាមីលាចាកលោកនេះទៅបន្សល់នៅកូនប្រុសអាយុ4ឆ្នាំម្នាក់ក្នុងបន្ទប់ញឹកគំហៀងហាក់ដូចជាអ្នកជិះទូកដែលត្រូវព្យុះបោកបក់យ៉ាងខ្លាំងហើយទូកដែលមានតែស្ត្រីនិងកូនប្រុសតូចកំពុងជិះនោះក៏ធ្លុះធ្លាយរកកលនឹងលិចចូលក្នុងសមុទ្រមានរបរជាអ្នកលក់ចាប់ហួយបន្តិចបន្តួចនៅមុខផ្ទះជួលមួយនាខណ្ឌច្បារអំពៅរាជធានីភ្នំពេញគំហៀងប្រុសព្រំទុកសោកតាមផ្លូវចិត្តឲ្យស្រស់បោះវិញដោយការដាក់បាតលោកនៅមុខផ្ទះជារឿយៗការដាក់បាតលោកនេះคล้ายជាប្រធានបទនិយាយគ្នារវាងគឹមហៀងនិងខ្ញុំហើយវាឈានមកដល់ការកាន់ដៃគ្នាដើម្បីជួសជុលទូកដែលនាងកំពុងធ្វើដំណើរលើនិងអុំទូកនេះរកកោះរកត្រើយជាមួយគ្នាតែការដាក់បាត់លោកបានជួយអ្វីខ្លះដល់គឹមហៀងក្រោយឈប់រៀននៅថ្នាក់ទី9ដោយអាងថារៀនវាមិនចេះគឹមហៀងត្រូវបងប្រុសយកទៅធ្វើការនៅភ្នំពេញចេះបោកដកចែកគុតលេខនិងអានសរសេរអក្សរបានល្មមគឹមហៀងអាចរកប្រាក់បាន1លានរៀលក្នុងមួយខែដោយធ្វើជាអ្នកលក់គ្រឿងសំណង់នៅដេប៉ូសំណង់មួយនាខណ្ឌច្បារអំពើរាជធានីភ្នំពេញមានគ្រួសារជាអ្នកបើកបររថយន្តឲ្យម្ចាស់ដេប៉ូសំណង់ដែលនាងធ្វើការឲ្យនោះគឹមហៀងយល់ថាខ្លួនមានប្រាក់ខែប្តីក៏មានប្រាក់ខែដូច្នេះគ្រួសារដែលមានសមាជិក3នាក់របស់គឹមហៀងអាចរស់បានដោយស្រួលស្ត្រីអ្នកខេត្តបានស្វាមីអ្នកនៅភ្នំពេញរូបនេះមានក្តីសុបិនថានៅថ្ងៃណាមួយនាងនឹងទិញផ្ទះជាទីតាំងអាចពង្រីកអាជីវកម្មលក់ចាប់ហួយបានល្អជាងមុនក្រោយមកនាងនឹងទិញរថយន្តមួយដើម្បីសម្រេចក្តីបំណងរបស់ខ្លួនគឹមហៀងជ្រើសរើសយកការហូបចុកប្រចាំថ្ងៃយ៉ាងត្បិតត្បៀតខ្លាំងស្រដៀងគ្នានេះអតីតស្វាមីគឹមហៀងមិនត្រឹមតែជាអ្នកបើកឡានទេតែក៏ត្រូវទទួលទំហំការងារច្រើននិងភាពមមាញឹកដែលកើតឡើងនៅក្នុងពេលមិនជាក់លាក់ស្របគ្នានឹងបញ្ហាតម្រងនោមរ៉ាំរ៉ៃគូបគ្នានឹងការប្រើថ្នាំមិនត្រឹមត្រូវនិងកត្តារួមផ្សំផ្សេងទៀតបានធ្វើឲ្យក្តីស្រមៃរបស់គឹមហៀងនៅឆ្ងាយដូចជើងមេឃក្រោយមានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងររបស់អតីតស្វាមីគឹមហៀងបានបាត់បង់ប្រាក់ចំណូលបន្តិចម្ដងរហូតដល់ត្រូវលក់ខ្សែកខ្សែដៃមាសនិងម៉ូតូដើម្បីបង់ថ្លៃពេទ្យនិងការចំណាយប្រចាំថ្ងៃដែលនេះមានន័យថាអ្វីដែលគឹមហៀងចង់បានបំផុតនោះគឺសុខភាពរបស់ប្តីមេឃមិនប្រណីដីមិនសូរគឹមហៀងត្រូវបាត់បង់ប្តីដែលធ្លាប់តែជាជំហរគ្រួសារនិងទ្រព្យសម្បត្តិដែលរកបានបន្តិចបន្តួចកន្លងមកអស់ពីខ្លួនទៅវិញសល់តែបន្ទប់គឺភារៈធ្ងន់ត្រូវចិញ្ចឹមកូនប្រុសតូចតែម្នាក់ឯងដោយពឹងផ្អែកលើរបរចាប់ហួយដែលមានដើមតិចតួចមែនតែនគឹមហៀងយល់ថាកើតជាស្ត្រីពិបាកខ្លាំងណាស់ជារឿយពេលដាក់បាតលោកគឹមហៀងប្រាថ្នាថាជាតិក្រោយកុំឲ្យនាងកើតមកជាស្ត្រីអីចឹងទៀតជាក្មេងស្រីដែលរៀនមិនសូវបានខ្ពស់ចេញរកប្រាក់ទាំងមានចំណេះតិចតួចរួចក៏ត្រូវរៀបការមានគ្រួសារត្រូវពោះបង្កើតនិងមើលថែកូនប៉ុណ្ណឹងហើយមិនអស់ទៀតត្រូវចេញរកប្រាក់មកចិញ្ចឹមកូនក្រោយអតីតស្វាមីលាចាកលោកនេះទៅគឹមហៀងដឹងច្បាស់ថារបរចាប់ហួយដែលមានមុខទំនិញនៅក្នុងស្តុកជាអាចមីកញ្ចប់3កេសនំសម្រាប់កូនក្មេង3-4មុខច្រាស់និងថ្នាំដុសធ្មេញ3-4ដើមនិង3-4ទីបសាប៊ូកក់សក់មួយកញ្ចប់500រៀលពី3ខ្សែនិងទំនិញរួមផ្សំផ្សេងទៀតបន្តិចបន្តួចក្នុងផ្ទះជួលជិតវត្តកំសាន្តមិនអាចនាំមកនៅប្រាក់ចំណូលសម្រាប់មនុស្ស2នាក់បានយូរទៀតឡើយម្ល៉េះហើយសេចក្តីភ័យខ្លាចការបារម្ភក៏រឹតតែបន្លាចចិត្តនាងឲ្យសោកសៅអង្គុយកត់ត្រាមុខទំនិញដែលគេទិញជំពាក់ក៏នឹកដល់ពាក្យដែលបុរសម្នាក់ថាមីថ្លៃធ្នូលក់មិនជំពាក់ទឹកភ្នែកគឹមហៀងក៏ហូរចេញភ្លាមព្រោះឈឺចិត្តពេកពេលខ្លះនឹកដល់អតីតស្វាមីកាលនៅមានជីវិតដែលគឹមហៀងគិតថាអាចការពារនាងពីភ័យអន្តរាយគឹមហៀងប្រែក្តីស្រមៃពីមានផ្ទះផ្ទាល់ខ្លួននិងរថយន្តទំនើបគ្រាន់ធ្វើដំណើរជាពិសេសទៅលេងឪពុក
ពុកម្ដាយគឹមហៀងសុំត្រឹមតែឲ្យកូនធំហើយនៅថ្ងៃណាមួយនាងនឹងទៅបួសជាដូនជីនៅវត្តគល់ទទឹងជាអារាមដែលតម្កល់អធិធាតុអតីតស្វាមីរបស់នាងគឹមហៀងព្យាយាមលួងខ្លួនឯងដោយការដាក់បាតលោកនៅមុខផ្ទះជារឿយៗនិងទូរស័ព្ទប្រាប់ខ្ញុំពីបញ្ញកម្មដែលនាងបានសាងជំនួសការត្អូញត្អែរឿងទុក្ខលំបាកនិងពិភាក្សាពីក្រមការដែលយើងទាំងពីរអាចនឹងធ្វើរួមគ្នាខ្ញុំដែលជាអតីតអ្នកបួសមិនចេះតិចឆ្នាំឲ្យតម្លៃខ្ពស់ចំពោះវិធីនេះការបិណ្ឌបាតដែលគោរពតាមស្នាមព្រះបាទរបស់ព្រះពុទ្ធជាម្ចាស់ប្រៀបបានដោយឃ្មុំក្រេបលំអងផ្កាពលគឺមិនបណ្ដាលឲ្យផ្កាខូចឡើយឯអ្នកដាក់ទៀនសំបីបន្តិចបន្តួចក៏បានបុណ្យច្រើនការត្រាច់បិណ្ឌបាតដែលសំបីព្រះពុទ្ធជាម្ចាស់ក៏ព្រះអង្គធ្វើដែរនោះគឺការបិណ្ឌបាតដែលប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដល់អ្នកមានសទ្ធាហើយមិនធ្វើឲ្យខូចសទ្ធារបស់អ្នកដាក់មិនមែនដូចរឿងធ្លាប់មានមកហើយអ្នកស្រុកកលេចភ្នែកឃើញពណ៌ក្រហមរបស់វងគោពីចម្ងាយស្មានថាលោកមកបិណ្ឌបាតក៏នាំគ្នាបិទទ្វារផ្ទះព្រោះបារម្ភថាលោកនាំគ្នាមកសុំរបស់អញដែលខំរកបានមកទាំងលំបាកចំពោះគឹមហៀងវិញការដាក់បាតលោកដែលនិមន្តមកដល់ផ្ទះនេះគឺនាងពេញចិត្តពេញថ្លើមណាស់តបទៅនឹងទឹកចិត្តរបស់គឹមហៀងមានចំពោះខ្ញុំនៅរាល់ពេលដែលនាងនិយាយថាអូនសូមជូនបុណ្យផងថ្ងៃនេះបានដាក់បាតលោកពីវត្តកំសាន្ត3អង្គក្នុងមួយអង្គ 1000 រៀលខ្ញុំថាសាធុក្រោយខ្ញុំទទួលព្រមមើលថែកូនប្រុសតូចនៅថ្ងៃទី1មេសាដែលជាថ្ងៃគម្រប់ខួប44និងឈានចូល45និងជាថ្ងៃដំបូងនិងក៏ជាថ្ងៃចុងក្រោយរបស់គឹមហៀងដែលធ្វើការជាអ្នកស៊ើវីសនៅភោជនីយដ្ឋានមួយក្បែរម្ដុំក្រសួងមហាផ្ទៃធ្លាប់តែនៅជាមួយនឹងម្ដាយគឹមហេងអាយុ4ឆ្នាំផ្ដើមរៀនផ្ញើជីវិតជាមួយនឹងខ្ញុំម្ដងថ្ងៃទី1មេសានេះហើយខ្ញុំបានអញ្ជើញប្អូនប្រុសរិនសុក្រិតនិងប្អូនស្រីសែនវិភាប្អូនស្រីធីតានិងគ្រួសារជាពិសេសអ្នកម្ដាយនិងប្អូនស្រីទី3របស់ខ្ញុំមកស្គាល់ផ្ទះរបស់គឹមហៀងដោយបំណងផ្ដល់កិត្តិយសនិងភាពជឿជាក់ថាខ្ញុំអាចការពារគឹមហៀងនិងកូនបានថ្ងៃទី13មេសាគ្រួសារសំណាងនិងគឹមហៀងព្រមទាំងបុត្រក៏កើតមានឡើងនៅផ្ទះឪពុកម្ដាយរបស់ខ្ញុំជាទីឋានដែលប្អូនរិនសុក្រិតនិងប្អូនស្រីសែនពិភាព្រមទាំងប្អូនផ្សេងទៀតរួមគ្នាសាងសង់ផ្ទះជូនឪពុកម្ដាយ